rất mà đến bật cái sai anh mà sao bỏ thuốc cho mà lo chỉ cho một ngày đi chung này chui kì này chui kì hay mình ban bảo hòm tàu mày nè hồi tích bảo hòm được lại chật ti về mày hồi này nhận đúng mày កំឡុងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឆ្មាក់បងក្រាបនិងខាត់ខ្លួនក្មេងទំនើងបាន2នាក់ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងច្បារមនដោយអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 3:00 នាទីនាថ្ងៃទី 5 ខែមីនាឆ្នាំ 2026 កន្លងមកនេះកម្លាំងអង្គភាពនគរបាលយុត្តិធម៌បានឃាត់ខ្លួនក្មេងទំនើងចំនួន2នាក់ដែលជាប់ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅចំណុចភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺក្មេងទំនើងទាំង2នាក់ទី1ឈ្មោះផាឡាមេងលីភេទប្រុសអាយុ16ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិផ្សារចាស់សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺនិងទី2ឈ្មោះថងថនដេវីតភេទប្រុសអាយុ16ឆ្នាំបច្ចុប្បន្នរស់នៅភូមិដកពូសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺចាប់យកវត្ថុតាងបានរួមមានម៉ូតូចំនួន1គ្រឿង Honda Scorpio ពណ៌សមិនមានផ្លាកលេខនិងទូរស័ព្ទចំនួន1គ្រឿងសូមបញ្ជាក់ថាបច្ចុប្បន្នយុវជនទំនើងដែលបង្ហោះម៉ូតូនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញបង្កភាពអនាធិបតេយ្យក្នុងសង្គមដោយបានដកហូតម៉ូតូយកទៅរក្សាទុករយៈពេល3ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើងត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុតទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ពិសេសក្មេងទំនើងនេះតែម្ដងត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល3ខែចំពោះការប្រព្រឹត្តលើកទី1និង6ខែប្រសិនបើមិនរៀនចាលនៅតែប្រព្រឹត្តលើកទី2បន្តទៀត